ដំណើរមួយជំហានម្ដងមនុស្សគ្រប់គ្នាគ្មានអ្នកណាឈានជើងដើរម្ដងបាន10ជំហាននោះទេមិនថាគោលដៅដែលអ្នកចង់ទៅដល់នោះមានចម្ងាយឆ្ងាយយ៉ាងណាអ្នកក៏ត្រូវតែចាប់ផ្ដើមពីជំហានទី1ទៅសិនដែរចាប់ផ្ដើមពីជំហានតូចៗបើអ្នកនៅតែបន្តដើរទៅមុខមិនឈប់អ្នកនឹងដើរទៅដល់កន្លែងដែលអ្នកចង់ទៅដល់នោះជាមិនខានសំខាន់ស្ថិតនៅលើអ្នកព្រមបន្តដំណើរទៅមុខឬបញ្ឈប់ទៅនេះការជ្រើសរើសក្នុងការសម្រេចចិត្តរបស់អ្នកគឺជារឿងសំខាន់សម្រាប់បញ្ជូនទៅអារម្មណ៍របស់អ្នកផ្ដល់នូវកម្លាំងចិត្តបន្តដំណើរលើវិថីដែលអ្នកប្រាថ្នាទៀតឬអត់ដំណើរទៅរកអ្វីដែលអ្នកស្រមៃអ្នកត្រូវតែក្លាហានដើរទៅរកវាតែម្នាក់ឯងគ្មានអ្នកណាព្រមធ្វើដំណើរជាមួយអ្នកទេព្រោះគោលដៅរបស់គេមិនដូចជាគោលដៅរបស់អ្នកបើអ្នកអាចជំនះអារម្មណ៍ភ័យខ្លាចរបស់អ្នកប្រឹងប្រែងបន្តដំណើរមួយជំហានម្ដងទៅមុខមិនឈប់អ្នកនឹងទៅដល់គោលដៅរបស់អ្នកតែមានមនុស្សជាច្រើនមានគោលដៅដូចជាអ្នកនៅទីនោះដែរនោះជាមនុស្សថ្មីដែលអ្នកអាចជួបអាចរាប់អានបានយូរអង្វែងព្រោះគេមានគោលដៅដូចជាអ្នកមានក្តីសុបិនដូចជាអ្នកទើបគេទៅដល់កន្លែងដែលអ្នកប្រាថ្នានោះដែរទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បី